ថ្ងៃនេះសូមមកបើកប្រអប់ G-Tab T9 ដែលជា tablet សម្រាប់ក្មេងៗហើយក៏ជាការសម្រេចចិត្តរបស់លោកប៉ាអ្នកម៉ាក់ក្នុងការទិញឲ្យកូនគឺថាល្អមែនទែនព្រោះអេក្រង់របស់វាមិនធំពេកមិនទូចពេកគឺវាស្ថិតនៅចន្លោះកណ្ដាលគឺវាមានអេក្រង់ 10.1 អ៊ីងហើយកាមេរ៉ារបស់វាក៏ល្អដែរខាងក្រោយ8 megapixel ខាងមុខ5 megapixel ហើយតួកម្រាស់របស់វាគឺស័ក្តិសមនៅក្នុងការកាន់ប្រើប្រាស់វាមានប៊ូតុងសំឡេងវាមានប៊ូតុងបិទបើកអីចឹងទៅនិយាយទៅគឺស័ក្តិសមជាមួយនឹងក្មេងៗដែលគាត់ទៅចាប់ផ្ដើមស្គាល់ tablet ដំបូងហើយអាមួយនេះគឺវាពិសេសត្រង់ថាអាចដាក់ SIM ទេចេញចូលបានទៀតគឺប្រើប្រាស់ SIM 4G ហើយ refresh rate គេក៏ smooth ដែរ RAM គេ 12GB storage 128GB អញ្ចឹងល្មមនៅក្នុងការឲ្យក្មេងៗគាត់រៀនគាត់សូត្របានហើយគេរត់ជាមួយ Android 15ទៀតហើយរបស់ដែលគេមានគឺមាន cache មាន keyboard មាន bit អីជាដើមអញ្ចឹងទៅហើយយើងអាចដាក់បញ្ឈរអញ្ចឹងក៏បានដែរងាយស្រួលក្មេងៗគាត់ធ្វើការកំសាន្តមើលរឿងមើលអីហើយគាត់អាចរៀន typing ទិញទួចបានទៀតយើងភ្ជាប់ keyboard អញ្ចឹងមកគឺងាយស្រួលហើយតម្លៃរបស់វាគឺ$89ទេមិនថ្លៃទេប៉ុណ្ណេះហើយបាន tablet ប៉ុណ្នេះយកទៅឲ្យកូនរៀនគឺល្អមែនតើហើយយើងក៏មានវីដេអូនៅក្នុងការបើកប្រអប់នៅទីកន្លែងដែរគឺនៅសារិកាផ្ទាល់មាន10អ៊ីងទៀត10អ៊ីងនេះ G-Tab T9 T9 នេះគេមកជាមួយនឹង RAM រហូតដល់ 12GB 488ហើយរួម 128GB ហើយថ្មគេរហូតដល់ 5500 នេះ Android 15ទៀតអូនអេមហើយគេមក full box set ចឹងហ្មងនេះមាន case គេក៏ស្អាតដែរណែ case ហើយ screen ឲ្យមួយទៀតនេះសាច់ទៅដល់ហ្នឹងអូយ full box set មែនអូននេះ keyboard នេះហើយតម្លៃគេដឹងត30អូនហើយដឹងតដឹងសាបហើយចេញពីសារិកាធានាជូនសំខាន់តែក្លុបបប brand ទៀតក្លុបប brand មានបិចទៀតអូននេះបិចគេឡើងខ្ជូតតម្លៃចាប់ពីជាង$80ឡើងឯងជាង$80បាទបន្ទាប់ពីលោកអ្នកបានទស្សនានៅវីដេអូនេះហើយតើលោកអ្នកយល់យ៉ាងម៉េចដែរចំពោះ tablet នេះអាចសម្រេចចិត្តឲ្យកូនចាប់ផ្ដើមប្រើប្រាស់បានយ៉ាងល្អហើយស័ក្តិសមជាមួយនឹងការរៀនផងការលេងផងអញ្ចឹងបើសិនជាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់សាខា Cambodia ឆាតមក page ផ្ទាល់ក៏បានឆាតតាម Telegram នៅខាងលើក៏បានដែរគឺយើងស្វាគមន៍ជានិច្ចផងដែរសូមអរគុណសូមជម្រាបលាបាទ